บางคนបន្ទាប់ពីចូលឆ្នាំហើយគឺអីវ៉ាន់យើងបានមកដល់ហើយនេះគឺសបអំភ្លីសបយើងកំងច្រើនដែរបង3 4សបអីច្រើនដែរ3 4សបអានេះគឺអានេះកញ្ចក់បងចក់រ៉ៃបានសម្រាប់យើងដាក់ពីមុខអំភ្លីហើយជាខ្សែកន្សែបានហើយម្ដងបានថតឲ្យបងប្អូនមើលនេះបងប្អូនសបនេះសម្រាប់យើងប្រើដុំភ្លើងខ្លះឌីតែដុំភ្លើងតែវែងបងប្អូនវែងមែនទេហ្នឹងនេះសម្រាប់យើងប្រើដុំភ្លើងខ្លះឌីទេនេះ4 channel យើងប្រើ switching រាល់ដងបងប្អូនហើយដែលតូចមួយដែលខ្ញុំរៀបឲ្យបងប្អូនថាតូចតែស្រាលតែខ្លាំងមិញនោះគឺសម្រាប់ដុំភ្លើងនេះយើង switching 4 channel តែចាំបងប្អូនជួយកំងផងហ្នឹងហើយនេះរ៉ៃបានបងប្អូនរ៉ៃបានខ្លាខ្មៅនេះយើងសម្រាប់ធ្វើដាក់ពីមុខសបអំភ្លីពេលភ្លើងលោតកុំបោះវាមកអត់មានទេតែយើងឆ្នៃដាក់ដើម្បីកុំឲ្យវាឃើញអំពូលកដាវាអញ្ចឹងណាចឹងវាស្អាតដល់ពេលវាមានភ្លើងលោតមកវាឃើញនេះខ្លា